លក់ត្រូវចេះក្បួនចំណាយប្រចាំថ្ងៃមួយយើងជាអ្នករកស៊ីត្រូវដឹងឲ្យបានច្បាស់អំពីចំណូលប្រចាំថ្ងៃឲ្យបានច្បាស់ដើម្បីយើងមានភាពងាយស្រួលក្នុងការចំណាយប្រចាំថ្ងៃរបស់យើងដែរឲ្យវាមានស្ថិរភាពនៃថវិការបស់យើងកាលណាយើងរកស៊ីយើងដឹងពីចំណូលដឹងពីចំណេញប្រចាំថ្ងៃរបស់យើងនោះយើងស្រួលការចំណាយដើម្បីកុំឲ្យបាត់នៅដើមទុនរបស់យើងពីព្រោះកាលណាដែលយើងមិនដឹងមិនចំណូលនៃការចំណេញឬការចាយវាយប្រចាំថ្ងៃរបស់យើងឲ្យច្បាស់លាស់នោះទេយើងនឹងប្រកាសជាជួបនៅបញ្ហាហិរញ្ញវត្ថុហើយនឹងជួបនៅបញ្ហាដែលមុខរបរយើងមិនទីចម្រើនដោយសារការចាយមិនចេះគិតចំណុច2ការច្បាស់លាស់នៃថវិការបស់យើងនេះវាជាការជោគជ័យមួយចំណុចមួយជំហានណាចំពោះយើងមានក្តីស្រមៃសម្រាប់ការពង្រីកមុខរបរយើងឲ្យកាន់តែរីកទៅមុខកាលណាយើងគ្រប់គ្រងថវិការបស់យើងច្បាស់នោះវាជារឿងពុកជោគជ័យមួយចំណុចសម្រាប់យើងជាអ្នករកស៊ីពីព្រោះយើងដឹងនៅក្នុងការបានថវិការបស់យើងដឹងពីចំណូលរបស់យើងដឹងពីការចំណាយរបស់យើងនោះយើងនឹងមានសង្ឃឹមថាយើងនឹងពង្រីកមុខរបរយើងទៅខាងមុខទៀតដោយសារយើងគ្រប់គ្រងនៃថវិការបស់យើងច្បាស់លាស់3រៀនកត់ត្រារបៀបចំណាយនិងចំណូលបើយើងធ្វើបានជារៀងរាល់ថ្ងៃនោះវាជាការប្រសើរណាស់សម្រាប់យើងទោះបីជាយើងលក់បានចំណេញតិចក៏ដោយក៏យើងដឹងច្បាស់អំពីថវិការបស់យើងកុំឲ្យជួបហានិភ័យនៅក្នុងមុខរបររបស់យើងដែរពីព្រោះកាលណាយើងកត់ចំណូលយើងកត់ចំណាយហើយជារៀងរាល់ថ្ងៃនោះវាជារឿងមួយប្រសើរខ្លាំងបំផុតសម្រាប់យើងដែលយើងបានដឹងអំពីថវិកាច្បាស់លាស់ពីការចំណេញនិងពីការខាតរបស់យើងនៅក្នុងមួយថ្ងៃហើយបើសិនយើងដឹងថាយើងចំណូលបានប៉ុណ្ណេះហើយយើងចាយលើសឧទាហរណ៍ដែលចំណូលបាន 5,000 យើងចាយដល់ 10,000 សួរថាចូលដើមទេនឹងប្រកាសជាចូលដើមចុះបើសិនជាយើងមិនបានកត់យើងដឹងតែចាយសួរថាយើងដឹងថាចំណាយរបស់យើងនឹងវាធំជាងចំណូលយើងដឹងហ្នឹងលុយមកដឹងតែចាយប៉ុន្តែអត់ដឹងថាខ្លួនឯងនឹងជួបនៅបញ្ហាចាយលើសចំណូលទេអញ្ចឹងដូចការគិតមួយដែលថាយើងចេះដាំចេះថែរក្សានិងទទួលបានផ្លែផ្កាតែបើសិនជាយើងមិនចេះដាំដើមឈើនឹងដាំដែរប៉ុន្តែយើងដាំយើងអត់មានចេះថែយើងអត់មានចេះបំពន់យើងអត់មានចេះដាក់ជីវាសួរថាតើដើមឈើហ្នឹងវាបានឲ្យហុចផលឲ្យយើងចេញជាផ្កាចេញជាផ្លែបានដែរឬអត់អញ្ចឹងរមុខរបរយើងរកស៊ីក៏ដូចគ្នាអញ្ចឹងដូចយើងចេះយើងកត់យើងកត់ត្រាចំណាយចំណូលវាប្រៀបដូចយើងដាក់ជីអញ្ចឹងអាចំណាយចំណូលថវិកាពិតប្រាកដដែលយើងចាយប្រចាំថ្ងៃហ្នឹងវាធ្វើឲ្យយើងដូចយើងដាំតាមឈើមួយដើមអញ្ចឹងកាលណាយើងមានការកត់ត្រាច្បាស់លាស់ហើយយើងថែរក្សានៅមុខរបរនិងថែរក្សាចំណូលរបស់យើងច្បាស់លាស់នោះយើងនឹងមិនជួបហានិភ័យទេចំណុច4កាត់ចោលអស់ចំណាយណាដែលមិនចាំបាច់ហើយចំណាយទៅលើរបស់អ្វីដែលមានស្រាប់ដូចជាសម្លៀកបំពាក់ដែលយើងនៅអាចស្លៀកពាក់បានសមរម្យទេយើងគួរតែកុំចំណាយទៅលើវាច្រើនពេកដេញតាមម៉ូដច្រើនពេកទី2សម្លៀកបំពាក់ខោអាវនេះក៏ដោយទី3ទូរស័ព្ទនេះក៏ដោយកុំចេញសេរីនេះដូរសេរីភ្លាមដូរទៀតបោះតែទាំងបោះពួកយើងនឹងកំពុងតែប្រើប្រាស់បានហើយយើងមិនជាជួបបញ្ហាអីផងស្បែកជើងអូចេញសេរីនេះអត់ទាន់សេរីនឹងគេបាទនីលកានេះចេញមកម៉ូដថ្មីទៀតហើយអញ្ចឹងកាលណាយើងចំណាយទៅលើវត្ថុទាំងអស់នឹងច្រើនពេកគឺធ្វើឲ្យយើងជួបនៅរឿងមួយដែលបាក់នៅក្នុងការគ្រប់គ្រងថវិកាណាមួយទៀតគឺការជួបជុំអញ្ចឹងគាត់ថាជួបជុំមិត្តភ័ក្តិឬក៏បងប្អូននេះបើសិនជាយើងជួបញឹកញាប់ពេកយើងគួរតែរៀនកាត់បន្ថយទៅឧទាហរណ៍ថាមួយអាទិត្យជួបម្ដងយើងអាចកាត់ទៅដល់កន្លះខែឬក៏អាចមួយខែជួបគ្នាម្ដងអញ្ចឹងទៅយើងកាត់ចំណាយទាំងអស់នោះដើម្បីអីដើម្បីឲ្យវាស្ថិរភាពពីព្រោះយើងចំណូលយើងវាអត់បានអញ្ចឹងបើយើងគិតទៅពីចំណាយសួរថាតើ
យើងបានរក្សាលុយទុកដែរឬអត់បាទចំណុច5រៀនសន្សំរៀនចាយរៀនសាងមុខរបរដែលកំពុងតែមានឲ្យកាន់តែរីកចម្រើនប្រសើរជាងនេះសុំកុំធ្វើជាកង្កែបនៅក្នុងបណ្ដោសុំកុំធ្វើជាគំនិតរបស់ចៅចាក់ស្មុកត្រូវរៀនធ្វើជាដង្កូវព្រោះដង្កូវវាសង្ឃឹមថាថ្ងៃណាមួយវានឹងក្លាយទៅជាមេអំបត្តិគឺមានស្លាបពីព្រោះតែមានស្លាបគិតថាអញនឹងអាចហើរបានវែងឆ្ងាយដែលអាចហើរបានវែងឆ្ងាយធ្វើឲ្យឃើញអ្វីអ្វីបានវែងឆ្ងាយអញ្ចឹងយើងអ្នករស់ស៊ីដូចគ្នាកាលណាយើងរំពឹងថាយើងនឹងអាចពង្រីកមុខរបរយើងបានច្រើនយើងមានលុយច្រើនអានោះមុខរបរយើងកាន់តែរីកយើងចិត្តយើងក៏កាន់តែសំខាន់ដែរអញ្ចឹងសូមធ្វើជាមេអំបៅកុំធ្វើជាចៅចាក់ស្មុកហើយកុំធ្វើជាគំនិតចៅកង្កែបនៅក្នុងដងសាបាទអរគុណជួបគ្នានៅវីដេអូក្រោយៗទៀតបាទ